ពិតជាវិធីល្អមែនទែន6កន្លឹះសន្សំលុយតែ5ឆ្នាំមានផ្ទះមានឡានមិនពិបាកខ្លួនយូរអត្ថបទផ្ទះស្នេហ៍នាំមកជូនដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលអ៊ីឈីឡៃនៅក្បែរអ្នកជានិច្ចសុភាសិតខ្មែរនិយាយថាចេះមុខពីរៀតមានមុខពីរកនៅពេលរកបានហើយបើមិនចេះសន្សំទុកដាក់ឲ្យបានល្អទេអ្នកក៏គ្មានថ្ងៃក្លាយជាអ្នកមានបានដែរខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗ6យ៉ាងក្នុងការសន្សំប្រាក់របស់ពលករម្នាក់ដែលទៅធ្វើការប្រទេសក្រៅប៉ុន្តែមានប្រសិទ្ធភាពល្អដែលគ្រប់គ្នាអាចអនុវត្តនិងកែច្នៃតាមស្ថានភាពជីវិតរៀងៗខ្លួន1ត្បិតត្បៀតចំពោះរឿងដែលមិនចាំបាច់ភាគច្រើនកន្លែងដែលពួកគេរស់នៅមិនសូវជាហឺហាប៉ុន្មានទេសូមត្រឹមតែមានកន្លែងគេស្រួលបួលទៅបានហើយដោយសារតែគោលបំណងចម្បងរបស់គេគឺមកធ្វើការរកប្រាក់ទៅផ្ទះឲ្យបានច្រើនបំផុតដូច្នេះអ្វីដែលអាចសន្សំបានគួរសន្សំដូចជាបន្ទប់មួយនៅបានតែ1ទៅ2នាក់ប៉ុន្តែគេបបួលគ្នានៅដល់ទៅ5-6នាក់ដើម្បីឲ្យអស់ថ្លៃបង់បន្ទប់ថោកជាងមុនកាត់បន្ថយចំណាយដូចជាថ្លៃទឹកថ្លៃភ្លើងទិញម្ហូបយកមកហូបជុំគ្នាមិនចេញទៅបាយហាងដើម្បីកុំឲ្យអស់លុយថ្លៃហូបចុកច្រើន2គិតថាខ្លួនមិនមានលុយពិតមែនពួកគេមានគោលបំណងច្បាស់លាស់រួចហើយគឺមករកប្រាក់ដើម្បីផ្ញើទៅផ្ទះដូច្នេះលុយដែលរកបានរាល់ខែពួកគេនឹងផ្ញើទៅផ្ទះឲ្យបានច្រើនបំផុតដើម្បីយកប្រាក់ទាំងនោះមកសង់ផ្ទះកសាងជីវិតគ្រួសារឲ្យកាន់តែប្រសើរឡើងមានលុយសល់តិចណាស់នៅជាប់ខ្លួនហេតុនេះហើយធ្វើឲ្យគេកាន់តែចេះសន្សំសំចៃនិងជាកម្លាំងជំរុញឲ្យកាន់តែប្រឹងធ្វើការនិងឧស្សាហ៍ឡើង3ភាពកតញ្ញូនឹងនាំទៅរកភាពរុងរឿងពួកគេខិតខំធ្វើការធ្ងន់ដើម្បីជីវិតសុខចិត្តលំបាកដើម្បីអ្នកដែលចាំនៅឯផ្ទះខំប្រឹងរកលុយដើម្បីផ្ញើទៅឲ្យពុកម៉ែនៅស្រុកមានលុយកាក់សង់ផ្ទះធំឲ្យលោកទាំងពីរបានរស់ស្រួលឬការបន្ថែមចំណូលដល់គ្រួសារពួកគេមិនភ្លេចទេក្នុងការផ្គត់ផ្គង់ឲ្យគ្រួសារមានជីវភាពល្អប្រសើរជាងមុនទើបសុខចិត្តចំណាយកម្លាំងកំហែងឆ្ងាយពីផ្ទះ4មិនខ្ជះខ្ជាយជាមួយក្តីសុខមួយឆាវពួកគេដឹងថាការដែលខ្លួនត្រូវចាក់ចេញពីស្រុកកំណើតបែបនេះក៏ដោយសារតែគោលដៅដ៏ធំធេងដូច្នេះពួកគេនឹងមិនខ្ជះខ្ជាយលុយជាមួយសេចក្តីសុខតែមួយឆាវទេដូចជាដាក់ផ្សារទិញកាបូបខោអាវស្បែកជើងឬចូលហាងថ្លៃដែលលេងពីវាលពីកាលអួតគេឯងនោះទេ5សន្សំភាពរឹងមាំដោយមាសភាគច្រើនពួកគេនិយមទិញមាសផ្ញើទៅផ្ទះដោយសារតែមាសមានតម្លៃខ្ពស់ជាងនៅស្រុកកំណើតម្យ៉ាងវិញទៀតការសន្សំប្រាក់ក្នុងរូបភាពជាមាសក៏ជាវិធីរក្សាភាពគង់វង្សដល់ជីវិតដែរព្រោះប្រសិនបើមានរឿងអាក្រក់ណាមួយកើតឡើងមាសនឹងមានតម្លៃជាងលុយទៅទៀតដោយតាមប្រវត្តិសាស្ត្រដែលបានកាត់ឡើងជាច្រើនដង6យកលុយទៅទិញទ្រព្យដើម្បីសន្សំទុកបើយើងទុកលុយសុទ្ធអាចនឹងធ្វើឲ្យកាន់តែចង់ចាយព្រោះឃើញវាមានចំនួនច្រើនម្យ៉ាងលុយសុទ្ធបើទុកកាន់តែយូរតម្លៃវាកាន់តែទាបបើប្រៀបនឹងតម្លៃទំនិញដែលកើនឡើងរាល់ឆ្នាំដូច្នេះហើយការយកលុយទៅទិញរបស់ធំដុំថែមទាំងអាចយកមកប្រើជាប្រយោជន៍ប្រចាំថ្ងៃបានទៀតនោះក៏ជាវិធីសន្សំប្រាក់ដ៏ល្អមួយយ៉ាងដែរប៉ុន្តែអ្នកត្រូវយកចិត្តទុកដាក់ឲ្យបានល្អិតល្អន់ផងដែរថារបស់ដែលទិញនោះពិតជាមានប្រយោជន៍មែនឬទេហើយងាយស្រួលក្នុងការបដូរមកជាលុយវិញដែរឬទេចែករំលែកទៅកាន់មនុស្សជាទីស្រឡាញ់បើអ្នកពេញចិត្តវីដេអូនេះ